ជំរាបសួរខ្ញុំបាទឈ្មោះបានសមឿនមកពីខេត្តព្រៃវែងបច្ចុប្បន្នស្នាក់នៅទីក្រុងភ្នំពេញខ្ញុំបាទបានចូលវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំផ្នត់គំនិតឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍ខ្ញុំបាទមានចំណាប់អារម្មណ៍មេរៀនមួយពាក្យថា learn បែងចែកជា5មេរៀននេះខ្ញុំនឹងយកទៅសាព្រោះដល់សិស្សនិស្សិតចំនួនក្រោយឲ្យគាត់មានចំណេះដឹងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយដូចខ្ញុំដែរជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យបណ្ឌិតសាងអៀបសូមថ្លែងអំណរគុណដល់គណៈចាត់តាំងកម្មវិធីសូមថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ជាពិសេសសូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យបណ្ឌិតចនីដែលលោកបានបណ្ដុះបណ្ដាលខ្ញុំបាទរយៈពេល2ថ្ងៃដោយលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញាព្រមទាំងពេលវេលាដ៏មានតម្លៃសូមជូនពរលោកឲ្យមានសុខភាពល្អបរិបូរណ៍មានកម្លាំងមាំមួនមានអាយុយឺនយូរមានទ្រព្យសម្បត្តិស្រុកស្ដំព្រមទាំងជោគជ័យគ្រប់ភារកិច្ចសូមអរគុណពីច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់